ខ្ញុំនឹងទូរស័ព្ទទៅអ្នកផ្ទាល់គ្មានហេតុផលណាមួយសម្រាប់អ្នកដែលត្រូវរងទុក្ខដោយគឺណានសៀងដែលបានហៅខ្ញុំគិតថាខ្ញុំចាំថាវាគឺជាខ្ញុំដែលបានមានរឿងអ្វីជាមួយបុរសចំណាស់នោះវាមើលទៅហាក់ដូចជាច្របូកច្របល់បន្តិចហេតុអ្វីបានជាអ្នកទាំងពីរឆ្លោះគ្នាជីតាតាមពិតជីតាខ្ញុំមិនបានធ្វើបាបគាត់ទេជីតាឲ្យអ្នកគ្មានទំនាក់ទំនងអ្វីជាមួយគាត់តតែសោះតើអ្នកអាចមានភាពលំអៀងយ៉ាងដូចម្ដេចរបស់ចៅស្រីខ្ញុំតើយើងអាចមិនពាក់ព័ន្ធគ្នាដោយរបៀបណាមានរឿងអ្វីកើតឡើងចំពោះខ្ញុំដែលឈរនៅខាងគាត់ក្នុងនាមជាសមាជិកគ្រួសារខ្ញុំគិតថាមនុស្សភាគច្រើនបានមកដល់ហើយពិធីជប់លៀងរបស់យើងអាចចាប់ផ្ដើមបានលើថ្ងៃនេះមនុស្សគ្រប់គ្នាមានសុភមង្គលខ្ញុំគ្រាន់តែយកស្រាល្អពី10ជីតានេះជាស្រាដែលខ្ញុំបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់សម្រាប់អ្នកនេះជាស្រាដ៏ល្បីមួយប្រភេទដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាក11 10នេះមានតម្លៃរាប់លានអ្វីស្រា1 10នេះតែប៉ុណ្ណោះ1លានគ្រាន់តែស្រា1 10ប្អូនស្រីរបស់អ្នកមិនងាយស្រួលទេក្នុងការបង្កើតអាជីវកម្មគ្រួសារនេះទេកុំបង្កើតទម្លាប់ចាយវាយហួសហេតុពេកនេះលោកតាហាងរបស់គ្រួសារយើងបានប្រែក្លាយពីហាងជួសជុលរថយន្តតូចមួយទៅជាហាងដែលវាមានសប្តាហ៍ថ្ងៃនេះក្នុងរយៈពេលត្រឹមតែ3ឆ្នាំប៉ុណ្ណោះប្រាក់ចំណូលប្រចាំឆ្នាំលើសពី10លានគ្រាន់តែស្រា1 10ដឹងពីរបៀបរកលុយអ្នកក៏ត្រូវដឹងពីរបៀបចាយលុយដែរបើមិនដូច្នោះទេវានឹងមនុស្សកំពុងសើចចំអកឲ្យលោកតាតើមានអ្វីល្អកើតឡើងចំពោះឆេនីថ្មីនេះទេអ្នកក៏បានកត់សម្គាល់ឃើញដែរទេលោកតាតើលោកតាដឹងអំពីគម្រោង 300,000 លានយ៉នពីក្រុមហ៊ុនឆេនទេនោះជារឿងធម្មជាតិគ្រួសារល្បីនៃទីក្រុងនៀកទាំងមូលតើអ្នកណាមិនដឹងតើអ្នកណាមិនយល់ម្សិលមិញនេះនៅឯពិធីជប់លៀងដេញថ្លៃប្អូនស្រីរបស់ខ្ញុំបានលេចធ្លោជាងអ្នកដទៃហើយបានឈ្នះការបញ្ជាទិញរាប់ពាន់លានដុល្លារនេះធ្វើជាអ្នកដេញថ្លៃដែលទទួលបានជោគជ័យតែមួយគត់ឱកាសសម្រាប់ការរីកចម្រើនយ៉ាងឆាប់រហ័សនេះនឹងជាកម្មសិទ្ធិរបស់គ្រួសារលេងចាប់ពីពេលនេះវាហាក់ដូចជាគម្រោងនេះបានបញ្ចប់នៅទីបំផុតជាមួយគ្រួសារលេងណានសៀងតើព័ត៌មាននេះពិតទេបាត់ចាស់ប៉ុន្តែវាមិនបំភ្លឺដូចដែលឆៃនីបានពីពណ៌នេះនោះទេនៅតែមានការបត់បែនខ្លះនៅចំកណ្ដាលជាសំណាងល្អយើងនៅតែអាចឈ្នះការដេញថ្លៃនៅទីបញ្ចប់ដំបូងឡើយខ្ញុំមានគម្រោងប្រាប់អ្នកបន្ទាប់ពីយើងបានចុះកិច្ចសន្យាឲ្យហេតុអ្វីបានជាអ្នកលាក់ដំណឹងល្អបែបនេះពីខ្ញុំគ្រូសាលេងរបស់យើងអ្នកបានឡើងដល់កម្ពស់ក្នុងរយៈពេល1ជំហានហាដូច្នេះបន្ទាប់ពីឈ្នះគម្រោងពីក្រុមហ៊ុន Chain Group ភូមិភាគខាងត្បូងរបស់យើងពួកគេពិតជានឹងក្លាយជាកម្លាំងអាជីវកម្មឈានមុខគេមួយនៅក្នុងទីក្រុង Longcheng វាមិនបំភ្លឺដូចមានខ្ញុំនិយាយទេវានៅឆាប់នៅឡើយឆាប់ណាស់ហេតុអ្វីនេះជាគម្រោងមួយដែលមានតម្លៃ 300,000 លានដុល្លារនេះនៅតែកម្រមានណាស់នៅក្នុងប្រទេសរបស់យើងភូមិភាគខាងត្បូងរបស់យើងអាចឈរដោយខ្លួនឯងបានអស្ចារ្យណាស់តើអ្នកយល់ស្របទេគួរឲ្យអាណិតណាស់ដែលក្មេងស្រីម្នាក់ដែលមានសមត្ថភាពនិងទេពកោសល្យបែបនេះប៉ុន្តែគ្រូសាមានបន្ទុកណានសៀងគុំបន្ទោសបងប្អូនជីដូនមួយរបស់អ្នកចំពោះការនិយាយណាមិញគាត់គឺជាអិសរាជនលេចធ្លោម្នាក់នៅក្នុងសង្គមជនខ្ញុំមានប្តីនៅផ្ទះដែលមិនធ្វើអ្វីសោះហើយចំណាយពេលឥតប្រយោជន៍ពេញមួយថ្ងៃវាមិនអីទេប្រសិនបើខ្ញុំមិនអាចធ្វើជាជំនួយការរបស់អ្នកចេញបញ្ហានេះមិនអាចខ្វះបាននៅក្នុងពាក្យចាមអារ៉ាមអំពីអ្នករៀនពីយុនស៊ីរបស់យើងគុំប្រសាដែលគាត់បានជ្រើសរើសដំបូងត្រូវបានជ្រើសរើសជាសមាជិកនៃជួរព្រះម្ចាស់រួចទៅការពីព្រំដែនរងចាំគាត់ត្រឡប់មកតើអ្នកណាមិនគោរពគាត់ហាសុនមិនបានរំពឹងថាអ្នកទេទោះបីជាមិនមែនក៏ដោយគាត់មានមហិច្ឆតាប៉ុន្តែដឹងថាមនុស្សដ៏អស្ចារ្យបែបនេះនឹងមិនគ្រាន់តែស្រមៃពេញមួយថ្ងៃនោះទេអ្នកគ្រាន់តែយកច្រឡំស្រមៃចង់បានអំណាចចុងក្រោយរបស់អ្នកស្រមុកដេកឥតមួយដុំដែលមិនអាចបិទភ្ជាប់លើជញ្ជាំងបានតើវាអាចប្រៀបធៀបទៅនឹងធានពេយ៉ាងដូចម្តេចគាត់មានសំបីតែ1/10នៃអ្វីដែលអ្នកដទៃមានខ្ញុំនឹងត្រូវថ្វាយបង្គំទ្រង់ប៉ុន្តែលីនឆេនបានមើលថែប្អូនស្រីរបស់នាងបានយ៉ាងល្អមានប្រយោជន៍អ្វីក្នុងការថែទាំពួកគេឲ្យបានល្អក្នុងអ្វីដែលគ្រួសារលេងរបស់យើងមិនខ្វះគឺអ្នកមើលថែក្មេងលីនឆេនកុំបន្ទោសខ្ញុំដែលនិយាយថាវាស្ដាប់ទៅល្អអត់ប៉ុន្តែនោះជាការពិតមនុស្សត្រូវមានការយល់ដឹងអំពីខ្លួនឯងខ្ញុំដឹងពីអ្វីដែលខ្ញុំគួរធ្វើដើម្បីឲ្យស័ក្តិសមនឹងណែនឆេងរបស់ខ្ញុំត្រឹមតែ 300,000 លានគឺគ្រប់គ្រាន់ដើម្បីបង្ហាញពណ៌ពិតរបស់អ្នកនេះជាកិច្ចព្រមព្រៀងដ៏ល្អមួយត្រឹមតែ 300,000 លានងាយស្រួលសម្រាប់អ្នកនិយាយអ្នកគួរតែទៅរកមួយដែរតើអ្នកកំពុងធ្វើពុតដើម្បីអ្វីគម្រោងពីក្រុមសាកល្បងនេះគឺជាគម្រោងមួយដែលខ្ញុំមិនអាចស្ងប់ចិត្តបានទេលីនឆេនយើងមិនទាន់ចាប់ផ្ដើមផឹកនៅឡើយទេមិនបានជាស្រវឹងខ្លាំងម្ល៉េះបើអ្នកកំពុងព្យាយាមរក្សាមុខមាត់តាមវិធីនេះនឹងធ្វើឲ្យអ្នកកាន់តែខ្មាស់អៀនលីនឆេនខ្ញុំមិនចង់ឆ្លោះជាមួយអ្នកនៅអាហារពេលល្ងាចកំពុងផ្ដល់មុខមាត់ដល់អ្នកគ្រូសាលេងបានឈ្នះការដេញថ្លៃដោយសារតែសមត្ថភាពផ្ទាល់ខ្លួនរបស់ខ្ញុំគឺលេងណានសៀដូច្នេះក្រុមពិសោធន៍បានជូនដំណឹងមកខ្ញុំលុះត្រាតែអាហារពេលល្ងាចបានបញ្ចប់តើរឿងនេះមានអ្វីពាក់ព័ន្ធនឹងអ្នកលីនឆេនដូច្នេះនៅពេលដែលខ្ញុំបានទទួលការហៅទូរស័ព្ទលីនឆេនអ្នកកំពុងដាក់តែនឹងទឹកឲ្យអ្នកនាងសិនមែនទេសមត្ថភាពផ្ទាល់ខ្លួនតែពួកអ្នកឆ្លោះគ្នាដោយសារអ្វីគម្រោងទឹកប្រាក់ 300,000 លានយ៉ននេះគឺជាអ្វីមួយដែលគាត់នឹងមិនមានឱកាសចូលរួមពេញមួយជីវិតរបស់គាត់ឡើយជីតាបានអញ្ជើញអ្នកទៅពិធីជប់លៀងអាហារល្ងាចយប់នេះដើម្បីផ្លាញភាពសប្បាយរីករាយរបស់មនុស្សគ្រប់គ្នាប្រសិនបើវាមិនមែនសម្រាប់គ្រួសារលេងរបស់អ្នកនឹងមិនដែលមានលទ្ធភាពចូលប្រើប្រាស់គម្រោងដែលមានតម្លៃរាប់រយពាន់លានដុល្លារក្នុងមួយជីវិតដោយដៃទេដើម្បីជួបបរិសុទ្ធចំណាស់នោះទេជីតានេះជាអំណោយដែលខ្ញុំបានរៀបចំសម្រាប់អ្នកអីហីហាលីនឆេនខ្ញុំគិតថាពួកគេប្រហែលជាយកកំណប់ទ្រព្យខ្លះចេញមក
តែស្រាប្រភេទនេះជាអ្វីប៉ុន្តែវាមើលទៅហាក់ដូចជាញញៃបន្តិចវាមិនអាចមកពីចិញ្ចើមផ្លូវណាមួយឡើយអ្នកបានទិញវាពីតូបមួយមែនទេលីនឆេនទោះបីជាអ្នកក្រក៏ដោយអ្នកមិនគួរទិញរបស់របរពីតូបលក់ដូរតាមចិញ្ចើមផ្លូវនោះទេស្រានេះមិនសមរម្យសម្រាប់ឲ្យលោកតាទេមែនទេនេះគឺជាស្រាបៀរសិប្បកម្មចាស់តម្លៃរបស់វាគឺលើសពីរាប់លានហើយមិនអាចប៉ាន់ស្មានបានឡើយឋានៈសង្គមរបស់ពួកគេគឺហួសពីការស្រមើស្រមៃរបស់អ្នកមែនហើយខ្ញុំមិនដែលឮអំពីឋានៈរបស់វានៅក្នុងពិភពលោកទេនោះក៏ព្រោះតែវាហួសពីឋានៈសង្គមរបស់អ្នកមិនអាចទៅដល់វាបានទេខ្ញុំចង់ឃើញថានេះជាស្រាបៀរសិប្បកម្មប្រភេទរឿងល្អបំផុត110តម្លៃរាប់សិបយ៉នស្រាបៀរសិប្បកម្មដែលចាស់ទុំក្នុងតម្លៃរាប់សិបលានស្រាអ្នកទេមានតម្លៃរាប់សិបលានហេតុអ្វីអ្នកអាចនិយាយដូចនេះដោយរបៀបណាតើអ្នកគិតថាមនុស្សគ្រប់គ្នានៅទីនេះល្ងងមែនទេតើអ្នកគិតថាខ្ញុំងាយស្រួលការពារទេអំណោយដែលអ្នកបានឲ្យខ្ញុំថ្ងៃនេះពិតជាគួរឲ្យខ្មាស់យ៉ាងណាស់ជាសំណាងល្អនេះជាអាហារពេលល្ងាចជាលក្ខណៈមានអ្នកខាងក្រៅទេឆ្លើយពេញគ្រួសាររបស់អ្នកនឹងទៅក្រៅប្រទេសនាពេលអនាគតរយៈពេលនាំគាត់មកជាមួយគាត់មិនសមនឹងនៅជាមួយយើងទេរាល់ពេលដែលខ្ញុំចេញទៅក្រៅខ្ញុំតែងតែជូនអំណោយដល់អ្នកនៅតែផ្ញើអំណោយមកខ្ញុំការផ្ដល់អំណោយអារម្មណ៍គឺសំខាន់ជាងតម្លៃអារម្មណ៍របស់លីនឆិនខ្ញុំពេញចិត្តនឹងពាក្យសម្ដីសប្បុរសរបស់អ្នកណាស់ទេខ្ញុំមិនចូលចិត្តវាទេខ្ញុំនៅតែចង់ផឹកស្រាដែលលីនឆេនបានឲ្យខ្ញុំជីតាអ្នកអាចផឹករបស់ដែលគាត់បានឲ្យអ្នកដោយរបៀបណាទៅយ៉ានឆេនទៅកុំខ្វល់ពីគេអីបាត់ចាស់សោះខ្ញុំនឹងផឹកស្រាកុំភ្លេច follow និងចុច like share ឲ្យ admin ម្នាក់មួយផងរបស់អ្នក